ជំរាបសួរអ្នកគ្នាខ្ញុំបាទ Black Moon ហើយថ្ងៃនេះដែរគឺខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបលេង Nishi Kawa អញ្ចឹងណាអញ្ចឹងមុននឹងចូលទៅលេងខ្ញុំឲ្យអ្នកគ្នាមើល setting របស់ខ្ញុំតិចសិនកុំឲ្យភ្លេចដូចពេល Raol ទៀតអញ្ចឹងណាហើយសម្រាប់ setting របស់ខ្ញុំគឺអ្នកគ្នាអាចមើលបានគឺខ្ញុំដាក់បែបនេះអញ្ចឹងខ្ញុំ show អ្នកគ្នាទាំងអស់ហ្មងទាំងកន្លែង graphic នេះដែរអញ្ចឹងគឺបែបហ្នឹងអ្នកគ្នាសម្រាប់ setting របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងកន្លែងហ្នឹងគឺមានប៉ុណ្្នឹងទេខ្ញុំថាអ្នកគ្នាតន់អញ្ចឹងហើយ Nishi Kawa ខ្ញុំគឺអាប់ចិត្តមិនអីខ្វះ 400k ទៀតគឺមិនអីអ្នកគ្នាអញ្ចឹងមុននឹងចូលទៅដល់ការបរៀនខ្ញុំសូមប្រម៉ូទឲ្យខ្លួនឯងតិចអ្នកគ្នាខ្ញុំមានទទួលជួយ top up ឲ្យគ្នាយើងអញ្ចឹងណាមិនថាអីក៏ដោយអ្នកគ្នាចង់ top up បិទពាណិជ្ជកម្មឬក៏ top up យក skin Lisa ដែលយើងបានទាំងបាល់បានទាំង skin ហ្នឹងឬក៏ top up event ថ្មីរបស់ Nishi Kawa ហ្នឹងក៏ខ្ញុំមានដែរអ្នកគ្នាហើយបើសិនជាអ្នកគ្នាចង់ donate លើកទឹកចិត្តខ្ញុំអ្នកគ្នាក៏អាច donate បានតាម QR ដែលខ្ញុំដាក់នឹងដែរ1សេនក្តី2សេនក្តីទឹកចិត្តអ្នកគ្នាតែបើអ្នកគ្នាអត់មានក៏អត់អីដែរតោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាតោះអញ្ចឹងយើងកុំឲ្យយូរយើងចូលទៅរៀនវាយ Switch មុនគេអ្នកគ្នាព្រោះ Nishi Kawa ពេលយើងតែយើងចេះវាយ Switch គឺយើងចេះវាយវាយបាល់ដូចគ្នាអញ្ចឹងណាអ្នកគ្នាអូខេអ្នកគ្នាដើម្បីឲ្យយើងលោតឲ្យបាន4ម៉ែត្រឬក៏លោតឲ្យបានខ្ពស់ Nishi Kawa តម្រូវឲ្យយើងលោតឲ្យចំឲ្យសញ្ញាក្រហមរបស់វាហ្នឹងអ្នកគ្នាឃើញអត់អញ្ចឹងគឺយើងម៉ាក់មកតោះពីយើងបោះបាល់ហើយយើងមកក្រោមបាល់ហើយអ្នកគ្នាយើងមកក្រោមបាល់អញ្ចឹងណាអញ្ចឹងខ្ញុំធ្វើយឺតឬក៏ដាក់ស្គប់ឲ្យអ្នកគ្នាមើលយើងមកក្រោមបាល់ហើយយើងវាយ Switch យកមកយើងលោតវាយនឹងចុងដៃទៅគឺបាន4ម៉ែត្រទេអ្នកគ្នាអញ្ចឹងតែបាន4ម៉ែត្រ Nishi Kawa គឺវាយខ្លាំងមែនតើអ្នកគ្នាអញ្ចឹងអ្នកគ្នាចាំមើលអូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាអត់តន់ចេះលេង Nishi Kawa សោះហ្មងគឺខ្ញុំ recommend ឲ្យអ្នកគ្នារៀនវាយ Switch មុនគេអ្នកគ្នារៀនវាយកន្លែងហ្នឹងមកពេលអ្នកគ្នា start កន្លែងហ្នឹងហើយអ្នកគ្នាចង់ទៅលេងវាអីក៏អ្នកគ្នានៅតែ start ចេះអញ្ចឹងអ្នកគ្នាចាំមើល gameplay របស់ខ្ញុំទាំងអស់គ្នាណាអ្នកគ្នាអូខេតែឥឡូវយើងចាប់